ភាពបញ្យល់ដឹងណាហៅថាអវិជ្ជាហ្នឹងគឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសេចក្តីទុក្ខព្រោះក្នុងពុទ្ធសាសនាយើងប្រភពនៃសេចក្តីទុក្ខហ្នឹងគឺមកអំពីអវិជ្ជាហ្នឹងឯងដែលនាំឲ្យសត្វលោកទាំងឡាយហ្នឹងមាននៅសេចក្តីទុក្ខអញ្ចឹងដូចជាពួកព្រះអរិយទាំងឡាយមានព្រះអរហន្តអីជាដើមលោកបន្សាបបង់ចោលនៅអវិជ្ជាហើយទើបលោកអស់នៅសេចក្តីទុក្ខអញ្ចឹងទុក្ខនឹងឯងវាជាឫសគល់អវិជ្ជានឹងឯងវាជាឫសគល់នៃសេចក្តីទុក្ខអញ្ចឹងទំនាក់ទំនងទាំងពីរនេះគឺថាស្អិតរមួតណាទីមួយគឺជាប្រភពជាដើមហេតុធ្វើឲ្យយើងមានសេចក្តីទុក្ខហ្នឹងយ៉ាងក្រៃលែងហ្នឹងដោយការមិនយល់ដឹងហៅថាអវិជ្ជាតែវិជ្ជាក្នុងទីនេះមិនសំដៅដល់ថាល្ងងមិនយល់ដឹងអំពីបច្ចេកវិទ្យាឬក៏ស្អីទេឲ្យតែមិនឃើញអំពីសេចក្តីទុក្ខមិនឃើញអំពីអរិយសច្ចៈអីហ្នឹងគឺថាលោកហៅថាអវិជ្ជាហើយព្រោះអវិជ្ជាទាំងអស់ហ្នឹងដូចជាវិជ្ជាដែលយើងប្រឹងសិក្សារឿងហៅថាវិជ្ជាផ្លូវលោកដែលច្រើនហ្នឹងគឺជាវិជ្ជាទាំងអស់ហ្នឹងគឺជាហេតុដែលធ្វើឲ្យប្រមូលផ្ដុំទៅដោយសេចក្តីទុក្ខក៏ប៉ុន្តែវិជ្ជាដែលព្រះសម្មាសម្ពុទ្ធបង្រៀនគឺវិជ្ជាដែលចេញចាកអំពីសេចក្តីទុក្ខដូចច្រើនអញ្ចឹងប្រភពទាំងអស់ហ្នឹងឯងដើមហេតុនៃសេចក្តីទុក្ខហ្នឹងគឺមកអំពីសេចក្តីល្ងងខ្លៅដែលមិនយល់ដែលព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាអវិជ្ជានឹងឯងជាហេតុនាំឲ្យកើតសង្ខារតែកាលណាទៅកើតសង្ខារវាប្រតិគ្នាតទៅទៀតដែរដូចជាកាឡាសណាញ់យ៉ាងហ្នឹងប្រតិគ្នាតទៅទៀតធ្វើឲ្យជីវិតរបស់យើងដោយព្រះពុទ្ធម្ចាស់គង់បានលើកដើមពីខាងដើមថាមកពីមានជាតិនឹងឯងជាតិនឹងធ្វើឲ្យមកពីមានជាតិហេតុអីមានជាតិមកពីមានអវិជ្ជាអីទាំងអស់នឹងឯងណាដំណើរជីវិតរបស់សត្វលោកយើងនឹងកើតឡើងដោយផ្ដើមដោយពាក្យថាកើតពីខាងដើមមានពាក្យកណ្ដាលថាចាស់ហើយនឹងឈឺពាក្យខាងចុងថាស្លាប់នឹងឯងវាអត់មានអីហើយក៏ត្រាច់រង្គត់ទៅក្នុងវត្តដាក់ហ្នឹងតទៀតដែរមិនមែនថាស្លាប់ពីមនុស្សកើតជាមនុស្សទេវាទៅតាមយថាកម្មក៏ប៉ុន្តែដំណើរជីវិតហ្នឹងវាវិលជុំសង្សារៈហ្នឹងវាអត់មានទីបំផុតទេកាលណាយើងមិនទាន់ជួបប្រទះនឹងធម៌ក៏អត់មានទីបំផុតទេអញ្ចឹងកាលណាតែយើងជួបប្រទះនៅធម៌បាទជួបព្រះសម្មាសម្ពុទ្ធឬព្រះអង្គសម្ដែងពធអាចធ្វើឲ្យយើងត្រាស់ដឹងឬក៏អីប្រឹងប្រែងបដិបត្តិទៅទើបជីករំលើងនៅឫសគល់នឹងបានអញ្ចឹងទុកទាំងអស់ណាសេចក្តីទុកទាំងអស់នៅក្នុងសាសនានេះមិនមែននៅក្នុងសាសនាទេសេចក្តីទុកហ្នឹងគឺជាសកលអត់មែនសម្រាប់តែអ្នកពុទ្ធសាសនាឬក៏អ្នកគ្រិស្តឬក៏អ្នកអ៊ីស្លាមអីអត់សេចក្តីទុកហ្នឹងគឺជាទុកសកលទាំងអស់សត្វលោកដែលកើតមកហ្នឹងគឺតែងតែមានទុកអត់មែនថាអ្នកចាស់អ្នកក្មេងអ្នកក្រអ្នកកំសត់អត់ឃ្លានអ្នកមានអាមាត្យមន្ត្រីឯណាទេអត់គឺថាតែងជួបនៅសេចក្តីទុកទាំងអស់អញ្ចឹងហេតុដែលនាំឲ្យកើតនៅសេចក្តីទុកទាំងអស់នោះគឺមកអំពីអវិជ្ជាគឺសេចក្តីល្ងងនឹងឯងតែក្នុងល្ងងក្នុងទីនេះមិនមែនល្ងងមិនយល់បានរៀនដល់បណ្ឌិតអីហ្នឹងហៅថាអវិជ្ជាទេគឺមិនឃើញនៅសេចក្តីទុកនឹងឯងគឺមិនឃើញនៅលោភៈទោសៈមោហៈនឹងឯងថាជាសេចក្តីទុកនឹងឯងទើបហៅថាអវិជ្ជានៅក្នុងទីនេះសូមប្រគេនលោកចាស់ប្រមាណប៉ុណ្ណាញោមជាអ្នកសម្របខ្លួនប្រមាណ